ក្នុងធម៌ថាហេតុដែលនាំឲ្យបានពោលទាំង4ប្រការហ្នឹងទី1ថ្វាយគុំព្រះព្រឹកល្ងាចអភិវាទនសេលេសនិច្ចាំងបុទ្ធាបចាយណោហ្នឹងជានិច្ចកាលថ្វាយគុំបរតនត្រ័យជានិច្ចកាលទី1ទី2គោរពចំពោះអ្នកមានសិលមនុស្សល្អត្រឹមត្រូវថ្លៃថ្នូរមានគុណធម៌អោនលំទោនគោរពនឹងទី2ដល់ទី3យើងគោរពចំពោះរៀមច្បងអ្នកដែលមានអាយុច្រើនជាងជាឪពុកជាម្ដាយជាពូជាមីងជាមាយជាគ្រូបាអាចារ្យអ្នកគោរពចំពោះរៀមច្បងហ្នឹងក៏នាំឲ្យបានពោលទាំង4ប្រការដែរអញ្ចឹងណាញោមណាដោយអាយុវឌ្ឍនកុមារស្ដាប់ប្រសងចម្រើនព្រះបរិត្តគាត់ត្រូវមានគ្រោះក្នុងរយៈពេល7ថ្ងៃហ្នឹងស្ដាប់ប្រសងចម្រើនព្រះបរិត្ត7ថ្ងៃហ្នឹងទៅគាត់អាយុដល់120ឆ្នាំណាញោមបនហ្នឹងជួយថែអាសាជីវិតហ្នឹងឲ្យគង់វង្សទៅដោយបនចាស់ផងសំជាមួយនឹងបនថ្មីដែលគោរពចំពោះព្រះសង្ឃស្ដាប់ព្រះបរិត្តដោយសេចក្តីគោរពហើយនឹងបានធ្វើទានជាមួយនឹងព្រះសម្មាសម្ពុទ្ធនិងភិក្ខុសង្ឃនឹងផងយ៉ាងជូនពរជូនបនកសលណាញោមណាបានសេចក្តីសុខសេចក្តីចម្រើនទាំងអស់គ្នាសូមអនុមោទនា